Hi guys. So right now I am standing in front of the royal palace. All right. So I have five vocabularies to describe the area in front of the royal palace. ចឹងអានឹងខ្ញុំមានពាក្យ5ពាក្យដែលចង់មកប្រាប់អ្នកនរគ្នាទាក់ទងទៅនឹងការរៀនពាក្យនៅក្នុងភាសាអង់គ្លេស5ពាក្យដែលយើងអាចពិពណ៌នាទាក់ទងនឹងជុំវិញនៅ Royal Palace ឬជា Walking Street ផងដែរអូខេតោះទៅរៀនទាំងអស់គ្នា First promenade promenade អូខេអ្នកនរគ្នា promenade គឺជាផ្លូវដើរថ្មើរជើងផ្លូវយើងដើរលេងអញ្ចឹងផ្លូវនេះគឺយើងផ្លូវយើងដើរលេងគេប្រើពាក្យថា promenade second riverside riverside អូខេ riverside អញ្ចឹងផ្លូវហ្នឹងគឺផ្លូវមាត់ទន្លេអ្នកនរគ្នាអញ្ចឹងមានតែមាត់ទន្លេណា riverside នេះកន្លែងនេះគេហៅថា riverside ហើយ riverside third crowded crowded ចឹងពាក្យថា crowded ហ្នឹងគឺមានន័យថាអ៊ូអរណាឃើញមនុស្សច្រើនគាត់ដើរឡើងដើរចុះអ៊ូអរអញ្ចឹងអាហ្នឹងគឺយើងប្រើពាក្យថា crowded crowded okay fourth we use a word scenic scenic អូខេអញ្ចឹង scenic ហ្នឹងគឺមានន័យថាទេសភាពស្អាតប្រៀបដូចជាខ្ញុំឥឡូវកំពុងតែឈរនៅមុខវាំងអញ្ចឹងនៅលើផ្លូវថ្មើរជើងអញ្ចឹងយើងឃើញព្រះអង្គរងការផងដែរអញ្ចឹងទេសភាពស្រុកខ្មែរយើងពិតជាស្អាត we can use a word scenic scenic and the last one is peaceful peaceful so peaceful មានន័យថាសន្តិភាពចឹងអ្នកនរគ្នាអាចមកលេងប្រទេសកម្ពុជាបានគឺប្រទេសយើងពោរពេញទៅដោយសុខសន្តិភាពតែម្ដង peaceful Okay guys, I hope you learned something new. If you want more video, please like, comment and follow. Bye guys.